អ្នកណាដែលជឿដល់កូនមនុស្សគឺមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញអានឹងខ15 3:15 10យ៉ូហានចំពុក3ខ15គឺយើងមានជីវិតអស់កលជានិច្ចវិញឥឡូវខ្ញុំតមកបន្តិចទៀតទី4យើងមានសេចក្តីសង្ឃឹមដល់រស់នោះគឺរាប់បញ្ចូលទាំងមរតកដែលមិនចេះពុករលួយក៏ឥតសៅហ្មងហើយមិនចេះសពូនឡើយដែលបំរុងទុកឲ្យយើងនៅឋានសួគ៌ដូច្នេះទី1គឺសេចក្តីសង្គ្រោះទី2យើងមានជីវិតដែលពេញបរិបូរណ៍ហើយមានជីវិតអស់កលទី3គឺសំទោសមិញនេះយើងមានជីវិតអស់កលបាទតមកទៀតគឺយើងមានមរតកដែលបំរុងទុកឲ្យយើងនៅឋានសួគ៌ព្រះបានបំរុងមរតកទុកនៅឋានសួគ៌គឺដោយសារអីដោយសារយើងជាកូនព្រះយើងជាកូនព្រះដោយសារយើងជឿព្រះយេស៊ូវយើងបានត្រឡប់ទៅជាកូនព្រះដូច្នេះកូនរបស់ស្ដេចព្រះអង្គជាស្ដេចលើអស់ទាំងស្ដេចដូច្នេះកូនរបស់ស្ដេចគឺនឹងគ្រងមរតករបស់ស្ដេចដែលជាឪពុកដូច្នេះយើងក៏នឹងទទួលមរតកជាមួយនឹងព្រះយេស៊ូវ